កើដាក់ជីស្រូវប្រាំងឲ្យបានត្រឹមត្រូវចង់បានផលច្រើនមិនមែនដាក់ជីច្រើនទេប៉ុន្តែត្រូវដាក់ជីឲ្យត្រឹមវគ្គនិងត្រឹមបរិមាណវីដេអូនេះខ្ញុំនឹងបង្ហាញវគ្គដាក់ជីស្រូវប្រាំងប្រភេទជីគួរប្រើនិងកំហុសដែលកសិករធ្វើញឹកញាប់1មូលហេតុដែលស្រូវប្រាំងត្រូវដាក់ជីត្រឹមវគ្គស្រូវប្រាំងដាំក្នុងរដូវប្រាំងដីងាយខ្វះជីនិងសំណើមបើដាក់ជីមិនត្រឹមស្រូវលូតលាស់មិនស្មើងាយឈឺជំងឺផលថយដូច្នេះការដាក់ជីត្រឹមវគ្គជួយឲ្យស្រូវរឹងមាំនិងបង្កើនទិន្នផល2វគ្គដាក់ជីស្រូវប្រាំងសំខាន់វគ្គទី1ស្រូវអាយុ15ថ្ងៃវគ្គនេះស្រូវត្រូវការជីសម្រាប់បង្កើនឫសបង្កើនដើមនិងស្លឹកជីដែលគេប្រើញឹកញាប់ DAP 184600 ឬអ៊ុយរ៉េបន្តិចដាក់ជីពេលមានទឹកស្រាលកុំដាក់ពេលថ្ងៃក្តៅវគ្គ2ស្រូវអាយុ30ទៅ35ថ្ងៃវគ្គនេះស្រូវចាប់ផ្ដើមបំបែកគុម្ពត្រូវការជីច្រើនជាងវគ្គដំបូងជីដែលប្រើអ៊ុយរ៉េឬ NPK តាមសភាពដីវគ្គនេះសំខាន់ខ្លាំងបើដាក់ជីត្រឹមត្រូវបំបែកគុម្ពច្រើនផលកើនវគ្គទី3មុនចេញផ្កា45ថ្ងៃទៅ50ថ្ងៃវគ្គចុងក្រោយជួយឲ្យគ្រាប់ស្រូវពេញល្អនិងធ្ងន់ជីដែលគេប្រើ NPK ឬ K ប៉ូតាស្យូមកុំដាក់អ៊ុយរ៉េច្រើនពេកព្រោះស្រូវអាចដួល4កំហុសដែលកសិករធ្វើញឹកញាប់កុំដាក់ជីច្រើនពេកដាក់ជីមិនត្រឹមវគ្គដាក់ជីពេលថ្ងៃក្តៅមិនពិនិត្យពណ៌ស្លឹកស្រូវចាំបាច់មើលពណ៌ស្លឹកបៃតងខ្លាំងកុំបន្ថែមបៃតងស្រាលអាចបន្ថែម5គន្លឹះដាក់ជីឲ្យបានផលច្រើនដាក់ជីពេលព្រឹកឬល្ងាចរក្សាទឹកកម្ពស់3ទៅ5សង់ទីម៉ែត្រកុំដាក់ជីបន្តិចញឹកញាប់ពេកប្រើជីធម្មជាតិបន្ថែមដើម្បីថែដីស្រូវប្រាំងមិនចាំបាច់ដាក់ជីថ្លៃតែត្រូវដាក់ឲ្យត្រឹមវគ្គនិងត្រឹមបរិមាណធ្វើបានផលច្រើនចំណេញខ្ពស់បើអ្នកចង់បានតារាងដាក់ជីស្រូវប្រាំងលម្អិតឬវីដេអូអំពីជំងឺស្រូវសូមចុច Subscribe ឬពាក្យថាជីវ Like និង Comment ដាក់ជី